បាទសូមស្វាគមន៍មកកាន់ Lab Big Buy សារជាថ្មីនៃការ review ម៉ូតូថ្មី Ducati V4 នៅខាងមុខខ្ញុំដែលជាប្រភេទ Speciale ដែលផលិតតែ 1500 គ្រឿងលើពិភពលោកបាទសូមស្វាគមន៍បាទមកកាន់វីដេអូថ្មីទៀតហើយចង់បង្ហាញជូនបងប្អូនបាទវីដេអូថ្មីបន្តែម៉ូតូដដែលតាក់ទងនឹងជាមួយនឹង Ducati V4 បងប្អូនណាបាទសម្រាប់ម៉ូតូនេះគឺពិសេសមែនតើដោយសារតែម៉ូតូនេះគឺជាម៉ូតូដែលផលិតត្រឹមតែ 1500 គ្រឿងតែម្ដងហើយសម្រាប់លេខរៀងវាបងប្អូនអាចមកមើលបាននេះមកមើលបានណាលេខរៀងគឺ1166បងប្អូនណាមើលច្បាស់ហេ1166អញ្ចឹងលេខរៀងនេះគឺលេខរៀងស៊ីនណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចមកមើលផែនវាមកជុំទាំងអស់គ្នាតាំងពីមុខរហូតដល់ក្រោយហើយសម្រាប់ម៉ូតូនេះគឺបំពាក់គ្រឿងលេងមកអែមមែនតើបងប្អូនគឺកបោនបាទគឺកបោនមុខស្លាបកបោនកាំបងប្អូនណាកាំ OZ បាទ OZ ទាំងមុខទាំងក្រោយថាប្រាំង Sunstar បងប្អូនបាទហើយបំពាក់ដោយបូមអូលីនបាទប្រភេទអេឡិចត្រូនិកចេញពីរោងចក្ររួចហើយស្រាប់ទាំងមុខទាំងក្រោយតែម្ដងហើយម៉ូតូនេះគឺបំពាក់ចេញមកគឺប្រភេទត្រៃខ្លាច់បងប្អូនត្រៃខ្លាច់ជើង CNC បាទកឡ CNC នេះបងប្អូនណាបាទគឺច្រើនមែនតើស៊ីម៉ាំងភ្លោះនៅខាងក្រោមណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចមកមើលបានណែសិតតាមានកបោនមានអីទាំងអស់បងប្អូនណាសិតតែកបោនណាអែមែនតើបងប្អូនអាចមើលបាននេះតាក់ទងនឹងជាមួយនឹងជើងទៅនេះក៏សិតតែ CNC ដែរបាទ CNC ទាំងអស់ណាបងប្អូនណាបាទគ្រឿងលេងច្រើនមែនតើកបោននេះទប់កន្លែងកម្ដៅទៅនេះការពារលើតួបាទមានទាំងអស់ណាបងប្អូនណាបាទម៉ូតូនេះអែមែនតើបងប្អូនអាចមកផែនមើលមកជុំបានណាចាំតិចទៀតខ្ញុំនឹងធ្វើការបង្ហាញលក្ខណៈបច្ឆេះស្ដាប់សលេងទាំងអស់គ្នាណាបងប្អូនណាបាទអញ្ចឹងបញ្ជាក់តាក់ទងនឹងជាមួយនឹងម៉ូតូនេះបងប្អូនកម្លាំងទំហំសីឡាំងរបស់វាគឺ 1103cc ហើយសម្រាប់ horsepower ដែលចេញពីរោងចក្រសម្រាប់ Speciale នេះបងប្អូន214 horsepower កម្លាំងដែលទំហំសេះរបស់វាហ្នឹងគឺ214 horsepower មិនទាន់ boot speed ឬគេហៅថា up map flash ECU ដាក់ត្រៃខ្លាច់ដាក់ full system ទេប៉ុន្តែសម្រាប់ម៉ូតូនេះបងប្អូនអាចមកមើលបានគឺម៉ូតូដែលបំពាក់នៃ flash ECU ហើយស្រាប់តែមាន Racing Evo នៅលើអេក្រង់ហើយស្រាប់តែម្ដងហើយសម្រាប់ម៉ូតូនេះគឺ8500គីឡូអញ្ចឹងខ្ញុំបញ្ជាក់អញ្ចឹងតាក់ទងនឹងជាមួយនឹងម៉ូតូនេះគឺ flash ECU រួចរាល់ហើយអញ្ចឹងអាច horsepower ខ្ញុំបញ្ជាក់ម៉ូតូមួយគ្រឿងនេះគឺអាចខ្ទង់ចន្លោះ220 horsepower ទៅ224 horsepower អាចចន្លោះប៉ុណ្ណឹងបងប្អូនប៉ុន្តែខ្ញុំអត់ទាន់បានរត់លើ dyno ទេតែខ្ញុំអាចនឹងប្រហែលប៉ុណ្ណឹងអញ្ចឹងបងប្អូនកុំចាំយូរមកស្ដាប់សលេងទាំងអស់គ្នាតើសលេងនៃ Ducati V4 ហ្នឹងពេលដាក់ត្រៃខ្លាច់ full system កម្រិតសំឡេងវាដល់ប៉ុណ្ណាតោះស្ដាប់សលេងទាំងអស់គ្នាអត់ខឹងបងប្អូនបាទសំឡេងញាក់សាច់តែម្ដងណាបាទណាបងប្អូនអើយក៏ហឹមមកនិយាយអត់ចង់លឺទេបងប្អូនស្ដាប់គ្នាអត់លឺទេអានេះសំឡេងការ៉េខ្លីបងប្អូនណាបាទសំឡេងការ៉េខ្លីបាទឥឡូវយើងបលុតប៉ុណ្ណឹងកុំឲ្យមានការរំខានដល់គេណាបងប្អូនណាបាទអញ្ចឹងតាក់ទងនឹងម៉ូតូមួយនេះបងប្អូនដែលមានតម្រូវការក្នុងការទិញ Ducati V4 ដែលមានលេខរៀងពិសេសមួយគ្រឿងនេះដើម្បី collection ទុកដើម្បីជិះម្ដងម្កាលបងប្អូនអាចមកមើលមួយគ្រឿងនេះគឺវាពេញសាច់ហើយបងប្អូនតាំងពីមុខរហូតដល់ក្រោយសិតតែគ្រឿងលេងទាំងអស់ណាបងប្អូនណាបាទគ្រឿងលេងទាំងអស់អញ្ចឹងមានតែវីដេអូប៉ុណ្ណឹងក្នុងការ review Ducati V4 មួយគ្រឿងនេះអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចតំណមកកាន់ page របស់ខ្ញុំមានលេខទូរស័ព្ទមាន Telegram 098ឬក៏ឆាតមកកាន់ page សាកសួរព័ត៌មានលម្អិតតាក់ទងមួយតម្លៃតាក់ទងនឹងជាមួយនឹងអីផ្សេងៗបងប្អូនអាចសាកសួរបានអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងហើយកុំភ្លេចណាបងប្អូនណាចាប់ពីថ្ងៃនេះរហូតដល់ដើមខែ8គឺយើងមានបាទ promotion ថែមជូនមួកសុវត្ថិភាពដ៏ស្អស្អាតមួយជូនបងប្អូនតែម្ដងបាទអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងអរគុណច្រើនសូមជម្រាបលាបាយបាយអ្នកទាំងអស់គ្នា